ជីវិតថ្មីរបស់យើងនឹងត្រឡប់មកក្នុង version ដែលយើងពេញចិត្តនឹងទទួលយកយើងរីករាយសមណោះរីករាយនឹងទទួលយកហើយសម្ពាធទាំងឡាយទាំងពួងគឺដាក់ចុះអស់នៅក្នុងពេលហ្នឹងវាមិនមែនថាអស់ 100% មនុស្សយើងវាតែមានសម្ពាធអីតិចតួចមកថែមតែយើងមានអារម្មណ៍ថាយើងមិនធ្ងន់ដូចមុនតែខ្ញុំឃើញចាប់ផ្ដើមថាធម្មតាមនុស្សយើងគេហៅថាដើមឈើនៅពេលដែលវាជំរុះស្លឹកបងប្អូនដឹងមិនអត់ជីវិតមនុស្សតែងតែជួបនៅរឿងទាំងនេះទី1ជួបនៅអីការកំពុងកវេកកឆ្នាំងរីកធំធាត់គឺកំពុងតែដាំនៅដាក់នៅក្របធញ្ញជាតិចូលដីបន្ទាប់ពីធ្លាប់មកចាប់ផ្ដើមលូតលាស់ពីទូចមកបន្ទាប់ពីលូតលាស់ទូចហើយចាប់ផ្ដើមមានផ្លែមានផ្កាមានផ្លែផ្កាហើយទៅជួបពេលណាប្រមូលផលបន្ទាប់ពីប្រមូលផលហើយគឺអីគេចាប់ផ្ដើមមានផ្កាមានផ្លែសារឡើងវិញគឺជ្រើសស្លឹកជ្រុះមុននឹងទទួលបានផលវិញទៀតត្រូវអីគេជំរុះស្លឹកមានខ្យល់មានព្យុះមកលេងមានភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីភ្លៀងធ្លាក់ខ្យល់ព្យុះអស់ជំរុះស្លឹកអស់ក៏ចាប់ផ្ដើមលូតលាស់ជាថ្មីនេះគឺជាបរិបទនៃជីវិតរបស់មនុស្សវាដើរត្រសងទៅនឹងច្បាប់នៃធម្មជាតិអញ្ចឹងមនុស្សយើងមានពេលវេលាដែលភីកបំផុតសម្រាប់ជីវិតមានពេលដែលទុក្ខលំបាកបំផុតសម្រាប់ជីវិតមានពេលដែលផ្ចោព្យុះចូលមកឲ្យយើងរក្សាលំនឹងឲ្យយើងប្រឹងទប់លំនឹងឲ្យយើងរៀនយល់ដឹងនិងទទួលបទពិសោធន៍នានានៅពេលដែលវាចូលមកជីវិតអត់អាចស្រស់ស្អាត24ម៉ោងជីវិតអត់អាចស្រស់ស្អាត365ថ្ងៃតែជីវិតនឹងមាន season អីគេរដូវស្លឹកឈើជ្រុះរដូវផ្ការីករដូវទទួលផលប្រមូលផលចេញផ្លែចេញផ្ការដូវភ្លៀងព្យុះបោះបោកនេះហើយណជាជីវិតតែចាំអាន comment កូនមួយតែបើសិនជាយើងមានច្បាប់ស្រូបទាញក្នុងខ្លួនព្យុះបក់បោកទប់ជាប់រដូវស្លឹកឈើរុះរយយើងនៅតែអាចទ្រទ្រង់បាននេះជីវិតនេះព្យុះមាឆ្លងផុតអូច្រើនឥឡូវនេះជីវិតកំពុងតែផ្ការីកក្នុងសួនកំពុងតែជីវិតវាវិភាគកំពុងតែរីកស្គុះស្គាយត្រឡប់មករីកស្គុះស្គាយជាថ្មីមុននឹងវាចេញផ្កាយខ្លាំងលុះត្រាតែយើងទទួលដឹងនៅអារម្មណ៍នឹងផ្លែផ្កាទៅមកតិចតួចទេតែអារម្មណ៍នេះវាទៅវាជឿអានេះចក្រវាលកំពុងតែឲ្យយើងតន់នេះអញ្ចឹងរាល់បទពិសោធន៍ដែលជួបកន្លងមកប្រហែលឆ្នាំនេះកុំតូចចិត្តតូចថ្លើមកុំខ្លាចនៃការចាប់ផ្ដើមជាថ្មីកុំខ្លាចនៃការចាប់ផ្ដើមជាថ្មីអ្នកណាក៏ដូចអ្នកណាដែលក្នុងโลกនេះគ្មានអ្នកណាដែលគេចផុតបើយើងទទួលយកបានយើងព្រមទទួលយកយើងព្រមចាប់ផ្ដើមសារជាថ្មីចក្រវាលឬវត្ថុស័ក្តិសិទ្ធិមិនទុកយើងចោល